cái lại lụa đô mà chỉ nuôn pe lụm sơ đách sơ ấyแต่ចាប់ផ្ដើមលក់ដាច់ច្រើនមានគេស្គាល់ច្រើនចាប់ផ្ដើមល្បីចាប់ផ្ដើមរើសអើងភ្ញៀវមកភ្ញៀវអ្នកមានអញ្ចឹងស្វាគមន៍អញ្ចឹងទៅដល់ភ្ញៀវអ្នកក្រអញ្ចឹងរៀងមើលលើមើលក្រោមទៅនិយាយទៅវាយតម្លៃភ្ញៀវតែម្ដងខ្ញុំគិតថាវាជាទម្លាប់មិនល្អមួយនៅក្នុងទីផ្សារហើយអតិថិជនមួយចំនួនក៏ធ្លាប់ជួបបទពិសោធន៍ហើយអត់សប្បាយចិត្តទេជាមួយនឹងករណីមួយហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកទាំងឆ្វេងដៃឃើញសាខាធំមែនទែនគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនោះមានការធានារហូតដល់1ឆ្នាំពេញតែម្ដងអ្នកលក់ដែលប៉ាកែមើលងាយភ្ញៀវអ្នកក្រហ្នឹងអ្នកលក់ហ្នឹងមានចរិតដូចថៃអញ្ចឹងបងប្អូនចាំបានកាលពីសង្គ្រាមថ្មីហ៎ប្រទេសថៃគេឌីលប្រទេសយើងថាជាអ្នកក្រមកកណាត់ប្រទេសមកជាហៀងប្រទេសអីគេឌីលយើងថាបើអត់ពីគេទៅដឹងឲ្យយើងរស់មិនបានទេអត់ពីគេទៅដឹងតែយើងស្លាប់ហើយអត់អីស៊ីអត់សាប៊ូដុសខ្លួនអត់អីអញ្ចឹងណាគេនិយាយសពគ្រប់បែបយ៉ាងប៉ុន្តែគេភ្លេចរឿងមួយថាយើងគឺជាអតិថិជនសំខាន់ណាស់របស់ប្រទេសគេយើងជាអ្នកជួយសេដ្ឋកិច្ចគេច្រើនណាស់នៅក្នុងពេលដែលយើងត្រូវរើគ្នាគ្មានបញ្ហាគេភ្លេចថាយើងជាអតិថិជនរបស់គេហើយគេឌីលអតិថិជនខ្លួនឯងទៀតចុងក្រោយគឺប្រទេសថៃបាត់សេដ្ឋកិច្ច$50,000 លានដោយសារតែខ្មែរពហិការអត់ទិញផលិតផលឬក៏ប្រើប្រាស់សេវាកម្មនៅក្នុងប្រទេសថៃអញ្ចឹងរឿងដែលយើងអាចរៀនសូត្របានពីករណីមួយហ្នឹងកុំធ្វើចរិតដូចថៃអាហ្នឹងរឿងសំខាន់ដែលយើងត្រូវមើលទី1អ្នកលក់ត្រូវតែមានស្តង់ដារតែ1កុំមានស្តង់ដារ2 3ភ្ញៀវដែលមកកន្លែងយើងគឺទទួលបាននៅតម្លៃស្មើគ្នាត្រឡប់ទៅវិញទោះបីជាភ្ញៀវនឹងមានលុយក៏ដោយភ្ញៀវនឹងមិនសូវមានលុយក៏ដោយអាហ្នឹងគឺមិនទទួលបានការរើសអើងពីកន្លែងយើងទេត្រូវធានាបានអារឿងហ្នឹងមែនទែនបងប្អូនទៅដឹងពេលខ្លះតម្លៃនៃភ្ញៀវគឺស្ថិតនៅលើគាត់ចាយមកលើយើងទេអ្នកមានក៏ដោយអ្នកមិនសូវមានក៏ដោយគេអត់មកសុំយើងទេគេចាយលុយកន្លែងយើងដូចគ្នាគេយកលុយមកឲ្យយើងដូចគ្នាអញ្ចឹងគេក៏ត្រូវតែទទួលបានតម្លៃពីកន្លែងយើងដែរមិនមែនអ្នកមានលុយទៅផ្សេងអ្នកអត់លុយទៅផ្សេងហ្នឹងសំណួរសួរយ៉ាងអាក្រក់ស្ដាប់ថាអ្នកមាននឹងចាយលុយប្រមាណមកលើកន្លែងយើងហើយអ្នកក្រនឹងចាយលុយប្រមាណមកលើកន្លែងយើងចាយលុយដូចតែគ្នាហ្នឹងហើយនៅពេលដែលយើងរវល់តែខ្វាយខ្វល់រវល់តែបែងចែកលើរឿងហ្នឹងអតិថិជនអត់មួយចំនួនឬក៏អ្នកមិនសូវមានលុយមួយចំនួនពេលខ្លះគាត់អន់ចិត្តដែរអារឿងហ្នឹងយើងត្រូវមើលពេលខ្លះមិនគួររើសអើងឡើយនៅក្នុងទីផ្សារមិនគួររើសអើងឡើយក្នុងរូបភាពបែបណាក៏ដោយជាសកម្មភាពក្រុមការងារជាការមើលលើមើលក្រោមជាការវាយតម្លៃជាការប្រើពាក្យសម្ដីក៏ត្រូវតែប្រយ័ត្នទាំងអស់ព្រោះការរើសអើងទៅលើអតិថិជនជាស្នាមរបួសមួយដែលពិបាកនឹងកែខៃមែនទែននៅពេលដែលមានបញ្ហាបង្កើនការលក់ 20% ជាមួយនឹង K Store App by BZadvisor Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដាច់ត្រូវតែលក់ជាមួយ K Store Appទី2នៅពេលដែលយើងរើសអើងអតិថិជនរបស់យើងនឹងបាត់គុណតម្លៃពេញមួយជីវិតរបស់អតិថិជននៅត្រង់ណាថ្ងៃហ្នឹងយើងត្រូវបានគេឌីលថាយើងអ្នកអត់គេទទួលយើងអត់ល្អទេសំណួរសួរថានៅពេលដែលគាត់មានលុយគាត់នឹងមកទិញយើងទៀតអត់អាហ្នឹងជារឿងដែលយើងត្រូវមើលដូចករណីយើងឯងថៃអញ្ចឹងគេឌីលយើងថាអ្នកក្រហើយនៅពេលដែលយើងមានលុយសួរតែយើងត្រឡប់ទៅទិញគេវិញណូឈឺចាប់ពេញមួយជីវិតតែម្ដងអាហ្នឹងជារឿងមួយដែលយើងត្រូវគិតនៅពេលដែលយើងបង្កើតនៅអារម្មណ៍រើសអើងមួយទៅលើអតិថិជនរបស់យើងនៅពេលដែលយើងបង្កើតអារម្មណ៍មួយវាយតម្លៃទៅលើអតិថិជនរបស់យើងវាគឺជាដំបៅមួយដែលធ្វើឲ្យពួកគាត់ចងចាំហើយពួកគាត់នឹងមិនត្រឡប់មកទិញអ្នកម្ដងទៀតទេឬអាចមិនមកទិញអ្នកពេញមួយជីវិតតែម្ដងអាហ្នឹងជារឿងដែលយើងត្រូវប្រយ័ត្នអ្នកខ្លះថារឿងតូចតាចអាហ្នឹងល្អហើយដែលយើងទទួលភ្ញៀវអ្នកមានព្រោះគេមានលុយច្រើនណាប្រកាសអត់ថាអ្នកអត់សូវមានលុយច្រើនហ្នឹងគាត់ទិញយើងតិចដងប្រកាសអត់កន្លែងហ្នឹងពេលខ្លះមិនប្រកាសថាភ្ញៀវមានលុយច្រើនហ្នឹងគេមកទិញយើងញឹកទេណាអ្នកអត់មានលុយខ្លះគេមកទិញយើងញឹកច្រើនជាងអ្នកមានលុយទៀតអញ្ចឹងអារឿងហ្នឹងជារឿងសំខាន់ដែលយើងត្រូវគិតទាំងអស់គ្នាកុំឲ្យមានការប៉ះពាល់ផ្លូវអារម្មណ៍យើងបាត់ប្រយោជន៍មួយទៅថ្ងៃអនាគតច្រើនមែនទែនទី3ចុងក្រោយនៅពេលដែលយើងចាប់ផ្ដើមវាយតម្លៃភ្ញៀវហ្នឹងឬក៏ធ្វើឲ្យភ្ញៀវហ្នឹងមានអារម្មណ៍ថាអត់ល្អដោយសារតែគាត់មិនសូវមានលុយឬក៏គាត់ក្រអញ្ចឹងណាវាបាត់បង់នៅ network effect មួយធំមែនទែននៅក្នុងសង្គមរបស់យើងមែនទេបងប្អូនត្រូវដឹងថាភ្ញៀវគាត់អាចនឹងណែនាំបន្តទៅកាន់ភ្ញៀវដតីទៀតទៅកាន់គ្នាគាត់ដតីទៀតទៅកាន់សហគមន៍របស់គាត់ដតីទៀតឲ្យមកទិញផលិតផលរបស់យើងហើយគាត់ក៏អាចនិយាយអាក្រក់ពីអាជីវកម្មរបស់យើងទៅកាន់សហគមន៍របស់គាត់ដូចគ្នាអញ្ចឹងទាំងអស់ហ្នឹងវាជាជំងឺទាំងពីរពេលដែលយើងល្អក៏ជាជំងឺមួយដែលសុសសាយលឿនដូចគ្នាប៉ុន្តែបើយើងអាក្រក់ជំងឺហ្នឹងគឺមហាសុសសាយលឿនខ្លាំងជាងល្អអញ្ចឹងជារួមត្រឡប់មកវិញកុំធ្វើចរិតដូចថៃកុំមើលងាយអតិថិជនខ្លួនឯងក្នុងកលៈទេសៈណាក៏ដោយអតិថិ
តិជនមានក៏ដោយអតិថិជនក្រក៏ដោយគេយកលុយមកឲ្យយើងគេមិនបានមកសុំយើងទេហើយគេយកលុយមកឲ្យយើងគឺជាតម្លៃមួយដែលគេគោរពយើងដែលគេជឿជាក់លើយើងដែលគេគាំទ្រយើងណាអញ្ចឹងកុំធ្វើឲ្យអ្នកគាំទ្រខ្លួនឯងកុំធ្វើឲ្យអតិថិជនស្មោះស្ម័គ្ររបស់ខ្លួនឯងคล้ายទៅជាមនុស្សដែលប៉ះពាល់ទៅលើអារម្មណ៍របស់ពួកគាត់អញ្ចឹងនេះគ្រាន់តែជាវីដេអូខ្លីមួយដែលខ្ញុំគិតថាយើងគួរតែនាំគ្នារៀនឲ្យបានច្រើនពីការយកចិត្តទុកដាក់ទៅលើភ្ញៀវរបស់យើងនាំគ្នាកែខៃបន្ថែមពីអីដែលជាផលរំខានឬក៏ជាចំណុចមួយដែលយើងមើលទៅមិនទាន់ដល់ចំណុចដែលអតិថិជនគាត់សប្បាយចិត្តខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ដឹងអីមិនតិចចេញពីវីដេអូមួយនេះអរគុណជំរាបលាជួបគ្នាវីដេអូក្រោយ